ក្មេងខ្ញុំបែរតកូនបានមកបាច់ហើយគាត់ថាចង់ហូបតកូនឆាជាមួយគ្រឿងក្នុងមាន់គាត់លូចង់ហូបបានថ្ងៃហើយប៉ុន្តែខ្ញុំរកទិញតកូនអត់បានសោះពេលថ្ងៃហ្នឹងក្មេងខ្ញុំរកតកូនបានឥឡូវហ្នឹងគឺថាអត់មានគ្រឿងក្នុងមាន់សោះចាំមើលទៅក្នុងទូទឹកកកមានអីគេខ្លះសោះចាស់លួយទៅកាត់សក់អីណាទេថាក្មេងខ្ញុំមកពីកាត់សក់វិញហ្នឹងគឺមីងឲ្យតកូនមកបាច់នឹងឯងពីម្សិលហ្នឹងមីងគាត់មកលេងផ្ទះខ្ញុំនឹងដែរដល់ពេលហើយលឺក្មេងខ្ញុំលូថាចង់ហូបតកូនដល់ពេលអញ្ចឹងគាត់ថាបេះយកមកឲ្យដល់ពេលឃើញក្មេងខ្ញុំដើរតាមផ្លូវក៏គាត់ឲ្យមកទៅបាក់រោទិញតកូនណាបងប្អូនទាំងអស់គ្នានៅផ្សារហើយខ្ញុំបើកទូទឹកកកមិនដឹងថាមានអីគេខ្លះទេបានត្រៀមមុនណាបងប្អូនទាំងអស់គ្នាអើយគ្រឿងក្នុងគ្មានតែនេះមានតែមាន់មួយយ៉ាងសង្វិតស្វិតទឹកជូរតែម្ដងតាមចំហៀងនឹងទៀតបងប្អូនហើយដឹងຕົកតាំងពីកាលណាទេតែម៉ែក្មេងខ្ញុំគាត់ថាមានអីធ្វើនឹងសិនទៅរកគ្រឿងក្នុងមាន់មកពីណាល្ងាចហើយហ្នឹងសំខាន់ហ្នឹងគឺថាមេឃភ្លៀងរហូតទៀតថ្ងៃហ្នឹងនិយាយតាឈោមើលទឹកភ្លៀងយ៉ាងកំសត់សង្ស័យតនឹកកូនហើយមើលកូនតាំងពីទៅមិនដែលទេមកម្ដាយសោះទេមកតែប្រពន្ធមកចំហៀងហ្នឹងម៉ែក្មេកចូលមកគាត់ថាមាន់ហ្នឹងស្គរមកសង្ស័យតែមានជំងឺឯងខ្ញុំថាស្អីទេម៉ែថ្ងៃមុនខ្ញុំទិញមាន់មកបានអាធាត់តែគាត់ថាមាន់ហ្នឹងវាធាត់ចឹងសង្ស័យតែវាស៊ីចំណីច្រើនពេកញ៉ាំទៅអត់ល្អទេអាហ្នឹងទិញបានអាស្គមគាត់ខ្លាចមាន់មានជំងឺដល់ពេលអញ្ចឹងខ្ញុំមិនដឹងនិយាយមិនគឺខ្ញុំឆាបែបណីចិនណាបងប្អូនទាំងអស់គ្នាគឺរៀងកាត់គឺខ្ញុំដាក់គ្រឿងហើយគឺខ្ញុំដាក់ជាមួយម្សៅនេះគឺសម្រាប់ពេលដែលយើងចៀនទៅគឺឲ្យវាក្រៀមអញ្ចឹងបងប្អូនពេលយើងញ៉ាំទៅគឺសាច់មាន់របស់យើងគឺវាស្រួយឆ្ងាញ់ហើយនេះគឺថាចាប់ផ្ដើមលាងតកួនត្រៀមធ្វើម្ហូបហើយបងប្អូនទាំងគ្នាប៉ុន្តែថាភ្លៀងនោះភ្លៀងហើយហ្គាសក៏អស់ទៀតឆ្លៀតពេលរងចាំហ្គាសមកដល់ហ្នឹងគឺឆ្លៀតចូលងូតទឹកឲ្យហើយសាប៊ូកក់សក់ក្លិនគឺជាជំរើសដែលខ្ញុំជ្រើសរើសប្រើប្រាស់ជាប្រចាំថ្ងៃសារតែខ្ញុំប្រើត្រូវជាមួយនឹងសាប៊ូហ្នឹងតាមពិតទៅសាប៊ូកក់សក់ក្លិនគេមានឡើង3ប្រភេទមានសម្រាប់សក់អង្គែហើយនិងសម្រាប់សក់ខូចខ្លាំងហើយសាប៊ូដែលខ្ញុំប្រើប្រាស់រាល់ថ្ងៃហ្នឹងគឺជាសាប៊ូកក់សក់ក្លិនការពារសក់ជ្រូកហ្នឹងគឺមានសារធាតុបំពន់វីតាមីន E និងវីតាមីន B5 ជួយធ្វើឲ្យសក់របស់យើងរឹងមាំកាត់បន្ថយការជ្រុះជាពិសេសហ្នឹងគឺមានពពុះច្រើនហើយហ្នឹងគឺសម្អាតស្បែកក្បាលបានល្អទៀតពេលកក់សក់ជាមួយគ្នាហ្នឹងគឺឆ្លៀតអប់ជាមួយនឹងក្រែមបន្ទន់សក់ក្លិនក្រែមបន្ទន់សក់ក្លិននេះគឺសម្រាប់អ្នកអត់មានពេលគឺងាយស្រួលប្រើបងប្អូនអប់តែ2នាទី3នាទីក៏លាងទឹកចេញបានហើយបន្ទាប់ពីលាងចេញហើយគឺធ្វើឲ្យសក់របស់យើងទន់ភ្លឺរលោងតែម្ដងបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលគាត់មានបញ្ហាសក់ជ្រុះខ្លាំងបងប្អូនអាចជ្រើសរើសជាមួយសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះនេះបានផលិតផលរបស់កូនខ្មែរគុណភាពល្អតម្លៃសមរម្យស័ក្តិសមនឹងប្រជាប្រដ្ឋខ្មែររបស់យើងប្រើប្រាស់បានទូទៅមកមាត់របស់ខ្ញុំនេះគឺយកវាមកចៀនសិនបងប្អូនទាំងគ្នាចៀនវារៀងក្រៀមតិចចឹងណាការឆារបស់ខ្ញុំអាចនឹងរៀងខុសជាមួយគ្នានៅមើលទៅមកបងប្អូនមិនខ្ញីទេណាគឺយើងពងវាឲ្យឈ្ងុយហើយចាំដាក់ទឹកត្រីគឺយើងធ្វើការលីងវាឲ្យមានការឈ្ងុយឈ្ងប់ជាខ្លាំងចាសម្រាប់អ្នកផ្ទះខ្ញុំគាត់ចូលចិត្តបើឆាតកួនណាភាគច្រើនអត់សូវឆាជាមួយសាច់មាន់នេះគាត់ឆាជាមួយគ្រឿងក្នុងខ្ញុំគាត់ចូលចិត្តណារាល់ដងឲ្យតែពេលឆាជាមួយគ្រឿងក្នុងគឺគាត់ចូលចិត្តញ៉ាំហើយនេះបងប្អូនតកួនរបស់យើងតកួនចូលទៅហ្នឹងកន្លោះតែ2 3ដងហ្នឹងគឺឆ្អិនបាត់ហើយតកួនលឿនខ្លាំងមែនតើបន្ទាប់ឲ្យយើងមើលទៅឃើញសពប់ហើយគឺចង់ក្រោយហ្នឹងគឺខ្ញុំដាក់ជាមួយនឹងទឹកសូសដែលខ្ញុំផ្សំគ្រឿងហើយចាក់ចូលទៅបើកភ្លើងឲ្យខ្លាំងមកឈុលគឺឆ្អិនហើយបងប្អូនតែប៉ុណ្ណឹងដល់ទៅហើយគឺឡើងយប់បងប្អូនទាំងគ្នាចាចូលឲ្យឆ្លៀតកក់សក់ផងអីផងរំទៅផ្លុំសក់ឈ្ងួតរំទៅបានមកធ្វើម្ហូបវិញអីក៏ដោយតែឆ្លៀតហើយបើខ្ញុំនិយាយពីរវល់ខ្លាំងហើយនេះដល់ពេលធ្វើម្ហូបហើយនឹងឲ្យក្មេងមកជួយលាងចានធ្វើម្ហូបហើយខ្ញុំនឹងអស់កម្លាំងស្លុបហ្មងបងប្អូនអើយសារប្តីអត់នៅចឹងការងារទាំងអស់លើខ្ញុំទៅពេលអាវ៉ាន់ចូលមក10កតុងជាងរៀបម្នាក់ឯងឡើងហត់ខ្លាំងមែនទេធ្វើម្ហូបស្បីហូបបាយសឹងអត់មានកម្លាំងលើកដៃទេគឺថាហត់ឡើងល្វើយខ្លួនហ្មងពីរដុំអ្នកដែលបបាក់ហូបជាងគេនេះគឺថាបបាក់ណាស់ដើរលួងឲ្យញ៉ាំសឡឲ្យសាច់2ដុំស្រូបដូចកូនឆ្កាអញ្ចឹងបើមួយនេះវិញគឺថាខ្លាចទៅហូបច្រើនហូបថ្ងៃណាបានម្ហូបឆ្ងាញ់មានសាច់មានអីហ្នឹងថាអូចាប់មិនឈ្នះហ្មងកូនញ៉ាំមកបងស្រីបើនេះគឺថាបាយទឹកមិនសូវចង់តែទឹកដោះគោថាខ្លួនឡាប៉ាន់ក្លោកឲ្យបងប្អូនទាំងអស់គ្នាមិនតាន់ប្រដាច់ទឹកដោះគោទេ